បាទឈប់យល់ច្រឡំថារូបទាំងពីរនេះគឺជារូបតែមួយទៀតណាបងប្អូនរូបទាំងពីរនេះគឺខុសគ្នានេះគឺជាលោកតាអេសីមួយនេះគឺជារូបព្រះអង្គសេវលីអញ្ចឹងតើយើងទៅជួបគ្នាលំអិតដើម្បីបែងចែកឲ្យដាច់បាទដោយសាររូបព្រះអង្គសេវលីឬមួយក៏ព្រះមហាលៀបគង់ឈរដូចជាលោកតាអេសីយើងពិតជាងាយស្រួលក្នុងការភ័ន្តច្រឡំពិតមែនក៏ប៉ុន្តែលក្ខណៈរបស់លោកគឺមានភាពងាយស្រួលច្រើនជាងដោយសារលោកគឺជាសាវករបស់ព្រះសម្មាសម្ពុទ្ធដែលជាព្រះអរហន្តមួយរូបដូច្នេះប្រកេះរបស់លោកគឺមិនមានសក់ទេសម្រាប់ស្បង់ជីវររបស់លោកក៏មានការចងក្រវ៉ាត់ដូចគ្នាផងដែរហើយអ្វីដែលពិសេសជាងនេះទៅទៀតហ្នឹងគឺរូបរាងកាយរបស់ព្រះអង្គគឺយើងមើលទៅគឺមិនចាស់ទេគឺមានលក្ខណៈក្នុងបច្ចុប្បន្នវ័យក្មេងផងដែរក្មេងជាងលោកតាអេសីដោយឡែកការបែងចែករវាងរូបលោកតាអេសីគឺងាយស្រួលដែរគឺទម្រង់របស់លោកមើលទៅរាងចាស់ជាងព្រះអង្គសេវលីមានពុកមាត់ហើយនឹងមានសក់ផងដែរហើយស្បង់ជីវររបស់លោកគឺមិនមានក្រវ៉ាត់ទេដូច្នេះភាពបែងចែកទាំងអស់នេះគឺបើសិនជាយើងចាប់អារម្មណ៍គឺមានភាពងាយស្រួលក្នុងការបែងចែករវាងព្រះអង្គសេវលីព្រះមហាលៀបជាមួយនឹងលោកតាអេសីផងដែរ